ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកលាងម៉ូតូបន្តិចដោយសារតែជិះរាល់ថ្ងៃអត់ដែលបានលាងនៅភូមិរបស់ខ្ញុំហ្នឹងដីហុយទលោមហើយជិះតែម្ដងពីរដងអីហ្នឹងដឹងតែប្រឡាក់វិញហើយខ្ញុំក៏សម្រេចចិត្តថាលាងបន្តិចសិនទៅរឿងល្ងាចដែរហើយតែនៅលាងម៉ូតូអីហើយរួចរាល់សិនព្រោះប្រឡាក់តែដីធម្មតាទេមិនថាម៉ូតូឬក៏យន្តទេយើងប្រើបើយើងអត់ថែយើងអត់លាងហ្នឹងគឺអត់ស្អាតទេបងប្អូនអញ្ចឹងខ្ញុំក៏លាងបន្តិចទៅមិនសូវចេះលាងម៉ូតូអីប្រហែលណាស់ទេតែអាចលាងបានមកស្អាតមកល្មមជិះទៅមកខ្ញុំអត់បានយកទៅលាងនៅកន្លែងគេលាងទេបងប្អូនគឺលាងខ្លួនឯងនៅនេះបើយើងយកទៅកន្លែងគេលាងក៏អត់មានអ្នកលាងដែរណាបើយើងចង់លាងតើតែយើងឡើងទៅទីរួមស្រុកទៅអាចលាងបានអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាលាងខ្លួនឯងតែម្ដងទៅលាងដោះឲ្យទៅស្អាតថ្មីអញ្ចឹងទៅគឺស្អាតដូចតែគ្នាទេគ្រាន់ថាអត់សូវស្អាតអត់សូវជ្រះល្អគ្រឿងក្នុងខ្ញុំនិយាយរួមទៅខ្ញុំដោះទៅស្ប៊ូឲ្យស្អាតតែម្ដងទៅម៉ូតូរបស់ខ្ញុំទោះបីតែថាចាស់មែនតែខ្ញុំថែបងប្អូនខ្ញុំជិះហើយខ្ញុំថែទៀតមានបងប្អូនណាខ្លះដូចខ្ញុំទោះបីតែថាម៉ូតូរបស់យើងហ្នឹងយើងជិះរាល់ថ្ងៃក៏យើងត្រូវតែថែត្រូវតែស្រឡាញ់ដែរខ្ញុំស្រឡាញ់ម៉ូតូរបស់ខ្ញុំហើយខ្ញុំក៏ចូលចិត្តថែដែរខ្ញុំអត់ដែរថាជិះអត់លាងទេបងប្អូនហើយម៉ូតូរបស់ខ្ញុំហ្នឹងជិះតែមួយថ្ងៃពីរថ្ងៃលាងទឹកបងប្អូនអត់លាងទេដីហើយពេញនឹងនៅភូមិគឺនៅភូមិរបស់នាងខ្ញុំនៅដីហើយឲ្យតែយើងជិះ2ថ្ងៃអញ្ចឹងដឹងតែដីច្រើនណាបងប្អូនអញ្ចឹងមានតែលាងសម្អាតតែម្ដងទៅខ្ញុំមកចូលចិត្តសម្អាតដែររបស់ដែលខ្ញុំប្រើរបស់ដែលខ្ញុំជិះរាល់ថ្ងៃខ្ញុំតែងតែយកមកលាងឲ្យស្អាតអញ្ចឹងតែម្ដងតែខ្ញុំអត់សូវចេះលាងស្អាតទេបងប្អូនខ្ញុំរៀងរវល់ហើយក៏រៀងបញ្ញាប់អញ្ចឹងមានតែលាងឲ្យឆាប់ហើយតែម្ដងទៅហើយជាមួយនឹងការលាងម៉ូតូហ្នឹងគឺខ្ញុំដោះស្ប៊ូលាងចានធម្មតាបងប្អូនអត់បានប្រើស្ប៊ូអីទេហើយងាយស្រួលទៀតដោយសារតែទឹកហ្នឹងយើងនៅចិត្តដៃស្រាប់អញ្ចឹងគឺយើងងាយស្រួលលាងអត់បានលាងនៅទឹកតយោទេខ្ញុំអត់បានតតយោចេញមកក្រៅបងប្អូនអញ្ចឹងលាងទឹកអាងតែម្ដងទៅតែមិនជាថ្មីទេដោយសារតែទឹកអាងហ្នឹងនៅចិត្តដៃស្រាប់អត់ចាំពិបាកដើរឆ្ងាយទេខ្ញុំដងចាក់អញ្ចឹងគឺម៉ូតូរបស់ខ្ញុំហ្នឹងរៀងស្អាតរៀងថ្មីភ្លឺបងប្អូនយើងលាងនឹងសាប៊ូម្សៅអត់សូវស្អាតដូចនឹងសាប៊ូលាងចានទេសាប៊ូលាងចានយើងលាងឲ្យភ្លឺតែម្ដងខ្ញុំឲ្យតែមានទឹកគឺខ្ញុំចូលចិត្តលាងម៉ូតូបោកខោអាវអីអញ្ចឹងតែបើសិនជាអត់មានទឹកយើងក៏បូមដាក់អញ្ចឹងណាតែងាយបានបូមទេម៉ាស៊ីននៅនេះបើយើងចង់បូមតើយើងបច្ឆេះម៉ាស៊ីនហើយបើយើងបូមទឹកកើតនៅនេះអត់ទាន់មានភ្លើងគីឡូទេគឺយើងប្រើភ្លើងសូលៀនៅឡើយហើយខ្ញុំឯនេះវិញគឺឲ្យតែមានទឹកហ្នឹងគឺថាចូលចិត្តខ្លាំងមែនតើចូលចិត្តលាងម៉ូតូចូលចិត្តធ្វើនេះធ្វើនោះឲ្យទឹកពេញពីងនៅចិត្តអញ្ចឹងងាយស្រួលទៀតនិយាយរួមទៅគឺថានៅផ្ទះរបស់ខ្ញុំទោះបីតែថាឆ្ងាយរៀងតំបន់ដាច់ស្រយាលបន្តិចមែនបងប្អូនតែបើថាសម្រាប់ទឹកប្រើប្រាស់គឺអត់ខ្វះទេយើងមានដូងខ្លួនឯងអញ្ចឹងយើងប្រើដោយខ្លួនឯងអត់ដែលថាខ្វះទេមិនថាជីមិនថាទឹកប្រើប្រាស់គឺមានគ្រប់គ្រាន់ប៉ុន្តែថាអត់មានទឹកស្អាតបងប្អូនអត់បានប្រើទឹកស្អាតទេគឺយើងប្រើទឹកដូងធម្មតាទេយើងនៅទីជនបទនៅតំបន់ដាច់ស្រយាលយើងប្រើទឹកអីក៏បានដែរគឺងាយស្រួលហើយទឹកដូងហ្នឹងយើងក៏យកទៅដាំបាយធ្វើម្ហូបបានធម្មតាទេបងប្អូនអត់មានប៉ះពាល់អីដល់សុខភាពទេគឺធម្មតាដោយសារតែយើងទម្លាប់ប្រើហើយសំបីតែការប្រើប្រាស់ងូតទឹកបោកខោអាវក៏ប្រើទឹកនឹងដែរងាយស្រួលបងប្អូននិយាយរួមទៅតាមផ្ទះមួយយើងត្រូវតែមានអណ្ដូងខ្លួនឯងបើអត់មានអណ្ដូងខ្លួនឯងទេគឺយើងរៀងពិបាកបន្តិចតែនៅភូមិរបស់នាងខ្ញុំហ្នឹងដោយសារតែសម្បូរទឹកបងប្អូនគ្រាន់តែមានដងខួងតែ2 3 4 5ម៉ែត្រអីហ្នឹងចេញទឹកមកវូហើយដោយសារតែសម្បូរទឹកមែនតែនអញ្ចឹងនៅភូមិរបស់នាងខ្ញុំគឺនិយមប្រើប្រាស់ទឹកអណ្ដូងបងប្អូនដងផ្ទាល់ខ្លួនណាសឹងទៅថាមកផ្ទះមួយនៅតំបន់ដាច់ស្រយាលមែនប៉ុន្តែរៀងទំនើបដែរបងប្អូនរៀងទំនើបរៀងអត់សូវខ្វះទឹកប្រើប្រាស់ឬក៏ខ្វះអីទេគ្រាន់តែថាយើងទម្លាប់កាលមុនដាក់អណ្ដូងហើយប្រើអណ្ដូងរួមគឺសបាយមែនតែនបានជុំគ្នាពេលយើងទៅដងទឹកជុំគ្នាល្អបងប្អូនជុំគ្នាហើយនិយាយគ្នាលេងសបាយមែនតែនតែដល់ពេលសម័យឥឡូវគឺអត់ទេដល់ពេលខ្ញុំធំឡើងអញ្ចឹងគឺយើងប្រើទឹកដូងតាមផ្ទះមួយតាមសម័យដែរបងប្អូនគឺមានដូងរៀងខ្លួនអត់បានប្រើដូងរួមដោយកាលពីមុនទេបើកាលពីមុនមានដូងរួមអរគុណបងប្អូន